Okបងប្អូនឥឡូវយើងរៀបចំដាក់ចូលតង់វិញណានេះបាញ់ទឹកចូលអូខេនេះហើយយើងបញ្ចូលទឹកហើយឥឡូវវាចូលតង់វិញហើយវាចាប់ផ្ដើមដំណើរការវិញហើយឥឡូវនេះបាទវាចាប់ផ្ដើមដំណើរការវាចាប់ផ្ដើមរស់រវើកវិញហើយអូខេវីដេអូហ្នឹងបង្ហាញបងប្អូនប៉ុណ្ណឹងបន្ទាប់ពីយើងលាងសម្អាតហើយឥឡូវនេះយើងដាក់ចូលក្នុងតង់យើងវិញបាទចូលតង់វិញហើយស្រស់ស្រាយវិញហើយទឹកស្អាតចូលវិញហើយមានអុកស៊ីសែនមានកំហាប់ទឹកត្រឹមត្រូវអស់វិញហើយអូខេវីដេអូហ្នឹងគឺជូនបងប្អូនប៉ុណ្ណឹងពីការលាងសម្អាតកូនកប់របស់យើងអូខេបាយបាយជួបគ្នាវីដេអូថ្មីជាបន្តទៀតហើយកុំភ្លេចចុច like ចុច follow ម្នាក់មួយផងបងប្អូនដែលមិនទាន់ follow បាទ